ចឹងសម្រាប់ពលឺនៃយុទ្ធធរយើងសង្ឃឹមថាតាមរយៈផ្លាកលេខរថយន្តតាមរយៈរថយន្តជឿជាក់ថាសមត្ថកិច្ចលោកនឹងធ្វើការស្រាវជ្រាវដើម្បីយកម្ចាស់រថយន្តមកផ្ដន់ទោសតាមផ្លូវច្បាប់ពាក់ព័ន្ធទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍គ្រួសាររបស់គាត់ទីតក្រណាស់ខ្សត់ខ្សោយមែនទែនលោកអ្នកឃើញសភាពនៃគ្រួសារក៏ដូចជាផ្ទះរបស់គាត់នេះគឺជួលផ្ទះគេទេបាទគឺលំបាកមែនទែនគឺជាធាតុក៏ដូចជារូបថតបាទក្មួយស្រីដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍នៃគ្រោះថ្នាក់ចរាចរណ៍ចាកូនខ្ញុំគ្រោះថ្នាក់ខ្លាំងណាស់បាត់បង់ជីវិតនៅសល់តែរូបថតទេនិយាយទៅកូនខ្ញុំរើសអេតចាយគាត់រើសអេតចាយហ្នឹងមានឡានមួយប្រជ្រះមកប្រជ្រះទិសមកបុកកូនខ្ញុំពីមុខហ្នឹងតែហ្មងប្រជ្រះហ្នឹងហេមកខាងបងហ្មងរេមកខាងខ្ញុំហ្នឹងហ្មងមកខាងគៀនប្រមកខ្ញុំហ្នឹងហ្មងបុកយកហ្មងបុកពីមុខយកហ្មងហើយបុកហើយហ្នឹងនឹងរត់ចោលទៀតអត់ឈប់ទទួលខុសត្រូវនៅហ្នឹងទេខុសត្រូវទេរត់កុំនៅបានប្រជាជនហ្នឹងមកជាជនខាត់ទាន់បាទចាកុំតែខាត់ហ្នឹងកុំអីហ្នឹងក៏រត់បាត់ហើយចាប់បានឡានប៉ុន្តែឡានម្ចាស់ឡានរត់បាត់ប្រហែលអ្នកដែលបងបានដឹងតកង់ឡានហ្នឹងមានប្រហែលអ្នកមានដឹងខ្ញុំអត់ដឹងផងខ្ញុំមកឡើងទៅមើលកូនទូហ្នឹងប្រហែលអ្នកដែលពេលក្នុងកូន4ទាំងអស់នៅក្នុងលំអហ្នឹងចាក្នុងលំអ4 5ទាំងម្ដាយខ្ញុំអត់បានទៅទេអូអញ្ចឹងទៅបងទៅចាទៅតែខ្ញុំទេមួយកូនខ្ញុំឈឺបងឈឺប្រចាំកាយបាទភ្លាមហ្នឹងបងជាម្ដាយហ្នឹងសវេសវាពីណាទៅកូន4 5នាក់សវាកូនហ្នឹងដំបងគាត់បុកមកអារមាក់ខ្ញុំហ្នឹងកលាប់ចាកលាប់មកហ្មងកលាប់មកខ្ញុំស្វេសវាហៅកូនទូហ្នឹងដល់ពេលមុនដំបងហ្នឹងខ្ញុំហ្នឹងអត់ទាន់បានមើលកូនហ្នឹងស្លាប់ហ្នឹងទេសវាទូហ្នឹងសិនចាមើលទៅអាទូហ្នឹងគេយកចេញមកក្រៅអស់ហើយមើលទៅមានសមត្ថភាពហើយបានខ្ញុំមកសវ៉ាតមើលអាកូនគ្រោះថ្នាក់លបួសហ្នឹងចរាចរណ៍ហ្នឹងភ្លាមហ្នឹងមានគាត់ស្លាប់អត់ភ្លាមអត់ទាន់ដឹងតែកូនស្លាប់ទេភ័យពេកដល់ពេលខ្ញុំមើលកូនហើយអីហើយចាប់តែមើលកូនស្លាប់ទៅកន្លែងកើតហេតុហ្នឹងហ្មងកូនស្លាប់ហ្មងចាស្លាប់ហ្មងអត់ដឹងខ្លួនហ្មងមកបុកផាំងទៅគ្នាស្ដោកនឹងចឹងហ្មងត្រូវចំតាណាកាប់មុខលំត្រូវទុកបែកថ្លើមអស់លេងបែកក្បាលអស់លេងអូចង់មានន័យថាកម្លាំងផ្ទុកនឹងបុកខ្លាំងចាប្លោះលំមកហ្នឹងបុកឡានហ្នឹងបុកមកហ្នឹងលំមកហ្នឹងគោឆ្កត់ពីលើអាឡានហ្នឹងក៏កិនពីលើឡានហ្នឹងកិនពីលើទៀតចាឡានហ្នឹងកិនពីលើហើយម៉ូតូហ្នឹងស្កត់គ្នាពីលើទៀតម៉ូតូលម៉កហ្នឹងស្កត់ទៀតស្កត់គ្នាពីលើទៀតណ៎ធំណាស់ប្រហែលម៉ោងប៉ុន្មានដែរបងដែលបងជួបគ្រោះថ្នាក់ហ្នឹងបងម៉ោង10ប្រហែលជា10 20នាទី10នាទីនឹងបងទើបតែចេញពីផ្ទះដែរទេឬក៏យើងរកបានទេខ្ញុំរកបានមកហើយខ្ញុំចុះមកវិញមកផ្ទះហើយអូបាទគ្រាន់តែឃើញកូនស្លាប់អញ្ចឹងអារម្មណ៍ជាម្ដាយពូអើយបាក់ឡើងស្លុតអស់លីងអត់មានដឹងអីលីងហ្មងសវ៉ាតរហូតតែកូនហើយកូនស្លាប់នឹងក៏អត់តដឹងតតែលើកកូនមកបានដឹងថាសិតតែឈាមអស់លីងចាសិតតែឈាមពេញខ្លួនពេញក្បាលអស់លីងមកហើយតាមនឹងសិតតែឈាមខ្ញុំស្រែកឲ្យគេជួយបានប្រជាជននឹងលើកយកទៅពេទ្យជ័យជំនះទៅដល់ពេទ្យជ័យជំនះថាអស់ជីវិតបាត់ហើយដល់ពេទ្យហ្នឹងពេទ្យគាត់ប្រាប់ថាស្លាប់ហើយហើយអាគ្រឿងក្នុងហ្នឹងខ្ទេចខ្ទីអស់ហើយបាទកូនបងស្រីប្រុសដែរកូនខ្ញុំស្រីអាយុ3ដល់10ឆ្នាំ13ឆ្នាំចាឈ្មោះអីដែរបងឈ្មោះអីដែរឈ្មោះពៅរស្មីបងចា3-10ឆ្នាំគាត់នៅរៀនឬក៏មិនដែរបងអត់តាន់បានចូលរៀនហ្នឹងចាអត់ដែរបានចូលរៀនទេបាទស្ថានភាពពេលនោះបងសវេសវាកូនប្រហែលទៀតអត់ត្រូវអីទេឬក៏កូននឹងអត់ត្រូវអីទេនេះអត់ត្រូវអីទេអ្នកនឹងអត់ត្រូវអីទេទៅមីទូចនឹងមួយទៀតកូនងាទូច8ខែហ្នឹងយកទៅតាមដែរយកទៅតាមកូននៅបើកដោះមុនរងវាចុះរើសដល់ពេលវាឈានជើងឡើងអាម៉ូតូនឹងមកញ៉ាច់អាឡានហ្នឹងបើកមកបុកយើងហ្មងមកទំហឹងយកហ្មងបាទឥឡូវកូនទីប្រហែលបងកូនស្រីបងកូនទី3
នៅពេលដែលអត់ពីកូនទៅ អត់ពី ម្ដាយ អត់ពីកូននឹងទៅមានណារស់ស៊ីពឹងទៀតបានមួយនឹងហើយគ្នាស្លាប់បាត់ហើយចាទៅជាមួយនឹងបានមួយនឹងចាំប្អូនចាំប្អូនទាំងអស់ ឪពុកឈឺធ្វើអីអត់កើត ឈឺធ្វើអីមានកើតទេ បងហើយបងមកទល់សពហ្នឹងត្រូវបូជានៅណាអីនៅណីដែរ សពនឹងបូជានៅវត្តភេទស្មងចា បូជាពីម្ការផឹកមិញ បូជាព្រឹកមិញម៉ោង8ព្រឹក បានធ្វើបន់ធ្វើអីឲ្យគាត់ ចាធ្វើបន់នេះអានេះដូចថា 7ថ្ងៃខ្ញុំចង់ ធ្វើបន់នឹងមិនទេបូជាតទេហ្មងគ្មានរោងគ្មានអីទាំងអស់បូជាគ្នាយកហ្មង ពីណាគេអ្នករៀបចំបូជានឹងខ្លួនគ្រួសារហ្នឹងឬក៏អ្នកណាអ្នករៀបចំឲ្យបូជា គ្រូសា បងផ្ទាល់មក ខ្ញុំផ្ទាល់ហ្មង ផ្ទាល់នឹងហ្មងយើងខ្ញុំប្រផាត់ប្រភីងអត់មានស្អីចឹងអត់មុនព្រោះអត់ដឹងក្បាលដឹងកតុយចឹងណា បាទហើយសម្រាប់លមកហើយនឹងឡានសមត្ថកិច្ចគាត់យកទុកមានសមត្ថកិច្ចគាត់មានបានសួរនាំឬក៏បញ្ជាក់អីបន្ថែមទៀតទេរឿងហ្នឹង រឿងហ្នឹងសមត្ថកិច្ចហ្នឹងអត់មានបានសួរនាំទេព្រោះខ្ញុំវាអត់បាននៅកន្លែងកើតហេតុ គាត់មិត្តមកហៅ គាត់មិត្តមកហៅប្តីខ្ញុំទៅខ្ញុំនឹងរត់មកហៅគេយកខ្ញុំហ្នឹងទៅមើលកូនក្នុងពេទ្យនោះអត់បានសមត្ថកិច្ចណានិយាយមួយខ្ញុំអីសួរខ្ញុំទេខ្ញុំសួរក៏ខ្ញុំអត់ដឹងងួរដែរព្រោះអីខ្ញុំ គាត់វិញដែរ វិញ ពេលនោះពេលបុកភ្លាមនោះគឺបងបាត់បង បាត់បងស្មារតីហ្មងស្អីក៏ខ្ញុំអត់ដឹងដែរហើយអ្នកចាប់ឡានហ្នឹងក៏ខ្ញុំអត់ដឹងចាប់ឡានហ្នឹងអាម៉េចអីអាម៉េចទៀត បានឡានហ្នឹងចេញពីកន្លែងកើតហេតុហ្នឹងឆ្ងាយអត់បង ឆ្ងាយដែរហ្នឹងពីហ្នឹងផែទីមុខ ហាក់ ផែពីនេះផ្ទះនេះ អូឆ្ងាយប្រហែល100 200ម៉ែត្រដែរ ចា មានន័យថាបុកហើយនឹងគឺអត់ឈប់ទេ អត់ឈប់ទេក៏មកប្រជាជនទេជួយទេកុំអីហ្នឹងខ្ញុំមានចាប់បានទេ អូលបួសដែរណាចំកន្លែងណាដែរបង បាន ស្រី ក្បាល ក្បាលអូបាទអត់ជះក្បាលធ្ងន់ដែរ ចានេះតែបានដេក ប្រហែលដេកទេណា ចាតែបានដេកចា ចុះធាតអូនទុក នេះ ណា ទៀតនេះ អូនេះ នេះទៀតកូនខ្ញុំ ទំបូជា បូជាប្រកមិញមក ម៉ោង 8 ម៉ោង8បាក់មិញហ្នឹង ចា បាទអូចុះកោតអីណាគេទៅទិញមកដាក់ឬក៏មិន កោតបងស្រីខ្ញុំទិញយកមកឲ្យ ប្អូនអូនឯងមិនទៅអូនឯងប្រាប់បងទីមើលពេលដែលបាត់បងប្អូនអញ្ចឹងទៅ អារម្មណ៍ខ្ញុំក្រកក្ដួលបងលឺម៉ែក៏តេមកថាអាឡោអត់ប្អូនឯងស្លាប់បាត់ហើយខ្ញុំទុនជើងយកហ្មងបងខ្ញុំ2យប់ហើយខ្ញុំដេកអត់លក់ទេខ្ញុំនឹកប្អូនខ្ញុំស្រឡាញ់ប្អូនខ្ញុំណាស់ខ្ញុំមិនដែលបាត់បងប្អូនខ្ញុំអញ្ចឹងទេ អារម្មណ៍ជាបងហ្នឹងគឺសោកស្ដាយ សោកស្ដាយហ៎បងសោកស្ដាយខ្លាំងប្អូនខ្ញុំនិយាយទៅល្អអត់ចេះខូចខលអត់ចេះដើរលេងទៅណាក៏ប្រាប់ដល់ពេលឥឡូវទៅមកប្រព្រឹត្តភ្នែកសពបាត់បង់ប្អូនខ្ញុំមួយខ្ញុំសោកស្ដាយហ៎បង ក្នុងនាមជាបងមានអីចង់និយាយណាប្រាប់ផ្លូវច្បាប់ឲ្យយកទៅធរយ៉ាងណាចំពោះប្អូន ខ្ញុំសូមសំណូមពរសមាជិកឲ្យជួយកុំឲ្យមានហេតុការណ៍អញ្ចឹងទៀតជួយបង្ក្រាបឲ្យបានតឹងរឹងបំផុតសម្រាប់អ្នកដែលបុកហៅគេឲ្យរត់ចឹងឲ្យសម្រាប់អានេះលក្ខណៈគ្រួសារខ្ញុំចុះបើប៉ះគ្រួសារគាត់វិញតើគាត់មានអារម្មណ៍ម៉េចតើគាត់ឈឺចាប់ម៉េច ហើយគាត់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍នៃគ្រោះថ្នាក់ដែលរថយន្ត Mercedes សេរីទំនើបបានបើកបុកហើយបណ្ដាលឲ្យប្អូនស្រីស្លាប់បាត់បង់ជីវិតហើយរថយន្តក៏ព្យាយាមបើករត់គេចខ្លួនប៉ុន្តែត្រូវបានបងប្អូនប្រជាពលរដ្ឋបាទខាត់បានមកទល់ពេលនេះយើងគ្រួសារជនរងគ្រោះមិនទាន់បានយុត្តិធម៌នៅក្នុងហេតុការណ៍នៃគ្រោះថ្នាក់ចរាចរណ៍នោះទេហើយស្ថានភាពបាទជាក់ស្ដែងដោយទូនជនបានឃើញហើយផ្ទះនេះគឺជាផ្ទះជួលគេទេបាទគាត់ជាដែលរស់នៅក្នុងស្ថានភាពក្រលំបាកមែនតែនអញ្ចឹងសង្ឃឹមថាច្បាប់លោកនឹងរកយុត្តិធម៌ដើម្បីជួយឲ្យគ្រួសាររបស់គាត់ដែលជាជនក្រីក្រមានពន្លឺនៃយុត្តិធម៌នៅក្នុងហេតុការណ៍នៃគ្រោះថ្នាក់ចរាចរណ៍នេះផងដែរជីវិតប្រិមិត្តហើយអ្នកក្រពេលដែលជួបបញ្ហាជួបគ្រោះថ្នាក់ម្ដងសង្ឃឹមថាដង្ហើយហៅឲ្យមានយុត្តិធម៌សម្រាប់គាត់ព្រោះថាអ្នកក្រក៏ជីវិតមួយអ្នកមានក៏ជីវិតមួយដូចគ្នាដែរអញ្ចឹងសង្ឃឹមថាច្បាប់លោកនឹងស្វែងរកនៃជនបង្កដើម្បីយកមកផ្ដន់ទោសតាមផ្លូវច្បាប់តាក់ទងទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះផងដែរគ្រួសារគាត់ហើយបាទមានសមាជិកកូនប្រហែលទាំងអស់នេះ4ស្លាប់1 5លបួស1ទៀតត
ត្រឡប់ទៅលម្អបន្តិចនៅពេលដែលលម្អខូចហើយឥឡូវនេះគឺគេយកទៅរក្សាទុកជាបន្តអាសន្នសិនសម្រាប់គ្រួសារឥឡូវមានអីប្រកបមុខរបររកស៊ីអីទៀតទៅឬក៏មិនចា អត់ហងអត់មានអីរហូត មានអត់មានស្អីកប់មុខរបរទេបើប្រមោហើយនឹងម៉ូតូនឹងខូចអស់ហើយមានមុខរបរអីរកស៊ីទៀត 4 5នាក់ហ្នឹងមានមុខរបរទៅរើអេតចាយទេមកគ្រួសារហ្នឹង ចាយហ្នឹងចា អូដើម្បីចិញ្ចឹមហ្នឹង ដើម្បីចិញ្ចឹមជីវិត មួយថ្ងៃចិញ្ចឹមមួយថ្ងៃ ចារោមួយថ្ងៃចិញ្ចឹមមួយថ្ងៃ ទស្សនិកជនហើយបាទពិបាកកំសត់មែនតើណាបងប្អូន7នាក់ទូចមែនតើបាទតាមសទ្ធារបស់លោកអ្នកនៃសាច់ញាតិអញ្ចឹង QR code នេះគឺជា QR code របស់សាច់ញាតិហ្មងខ្ញុំនឹងដាក់នៅក្រោមវីដេអូដើម្បីឲ្យបងប្អូនចូលរួមបន់ចូលរួមរំលែកទុកទៅកាន់ក្រុមគ្រួសាររបស់គាត់អញ្ចឹងសម្រាប់ពន្លឺនៃយុទ្ធធរយើងសង្ឃឹមថាតាមរយៈការផ្លាកលេខរថយន្តតាមរយៈរថយន្តជឿជាក់ថាសមត្ថកិច្ចលោកនឹងធ្វើការស្រាវជ្រាវដើម្បីយកម្ចាស់រថយន្តមកផ្ដន់ទោសតាមផ្លូវច្បាប់ពាក់ព័ន្ធទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍គ្រួសាររបស់គាត់ទីតក្រណាស់ខ្សត់ខ្សោយមែនទែនលោកអ្នកឃើញសភាពនៃគ្រួសារក៏ដូចជាផ្ទះរបស់គាត់នេះគឺជួលផ្ទះគេទេបាទគឺលំបាកមែនទែនទស្សនិកជនដែរ